Sustainable គ្នាវីដេអូនេះដែរខ្ញុំចង់ចែករំលែកទាក់ទងទៅនឹងពិធីសង្ក្រាន្តចូលឆ្នាំថ្មីតើអ្វីទៅជាសង្ក្រាន្តឆ្នាំថ្មីបើតាមវចននៅក្រមសម្ដេចសង្ឃរាជជួនណាតបានបញ្យល់ថាសង្ក្រាន្តគឺជាដំណើរឃ្លាតចាក់ទីការឈានចូលដល់ដំណើរដែលព្រះអាទិត្យចូលដល់ទីជួបមួយជុំរាសចក្រគឺដំណើរដែលដើមនឹងចុងនៃរាសចក្រជួបគ្នាពេញគ្រប់ជាមួយឆ្នាំដំណើរដែលឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនិយាយឲ្យងាយយល់គឺឧបមាថាទីដែលយើងដើរចេញមួយជុំរួចវិលមកដល់កន្លែងនោះវិញហៅថាសង្ក្រាន្តជាធម្មតាកម្មវិធីសង្ក្រាន្តចូលឆ្នាំថ្មីមាន3ថ្ងៃជារៀងរាល់ឆ្នាំតែក្នុងឆ្នាំ2024នេះគេប្រារព្ធធ្វើឡើងដល់ទៅ4ថ្ងៃឯណោះដើម្បីអបអរក្នុងឆ្នាំថ្មីបងប្អូនមុនចូលដល់ប្រធានបទស៊ីជម្រៅជាងនេះខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាស្ដាប់បទចម្រៀងមួយបទដែលច្រៀងដោយលោកប៊ូសួសសងវិចានិងអ្នកមីងហឹមស៊ីវើនថាតើវាមានអត្ថប្រយោជន៍ផ្ទះយើងវិញម្ដងគេបានដាក់ពិធីសង្ក្រាន្តចូលទៅបញ្ជីបេតិកភណ្ឌពិភពលោក UNESCO រួចទៅហើយចំណែកប្រទេសខ្មែរយើងវិញក៏បានរៀបចំឯកសារត្រៀមដាក់ស្នាពិធីសង្ក្រាន្តចូលជាទ្រព្យសម្បត្តិវប្បធម៌អរូបីក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរនេះបើតាមសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃទី31ខែ3ឆ្នាំ2024នេះនៅខេត្តពោធិ៍សាត់ពិធីសម្ពោធព្រះបរមចេតិយហើយឥឡូវដើម្បីកុំឲ្យប្រជាពលរដ្ឋបារម្ភទៅទៀតថ្ងៃក្រោយតើយើងអាចប្រើពាក្យសង្ក្រាន្តឬធ្វើប្រពៃពិធីសង្ក្រាន្តនៅកម្ពុជាបានឬទេខ្ញុំបានឲ្យក្រសួងវប្បធម៌វិចិត្រសិល្បៈដើម្បីត្រៀមឯកសារដើម្បីចុះបញ្ជីសង្ក្រាន្តនៅកម្ពុជាឲ្យរួចរាល់នៅឆ្នាំក្រោយនេះដើម្បីយើងអាចចូលនៅក្នុងឆ្នាំ2026ដើម្បីកុំឲ្យមានមន្ទិលសង្ស័យមានការបកស្រាយផ្សេងៗទៀតបងប្អូនកម្មវិធីសង្ក្រាន្តមួយឆ្នាំមានប្រហែលថ្ងៃនេះគឺពិតជាសប្បាយរីករាយខ្លាំងណាស់តែខ្ញុំចង់ចែករំលែកព័ត៌មានខ្លះៗដើម្បីឲ្យបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នជាមុនគូបញ្ជាក់ផងដែរថាលើកបញ្ហានេះឡើងមិនមែនចង់បំភ័យបងប្អូននោះទេតែចង់ឲ្យមានការយកចិត្តទុកដាក់ចំពោះខ្លួនឯងឲ្យបានខ្ពស់បំផុតក្នុងថ្ងៃចូលឆ្នាំថ្មីនេះកាលពីឆ្នាំ2022កន្លងទៅក្នុងរយៈពេល3ថ្ងៃមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស27នាក់និងអ្នករងរបួសធ្ងន់ស្រាលចំនួន80នាក់សរុបគ្រោះថ្នាក់ចរាចរណ៍47ករណីនេះបើតាមសារព័ត៌មានក្នុងស្រុកចុះផ្សាយហើយនៅថ្ងៃបុណ្យចូលឆ្នាំ2023វិញមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍25នាក់និងអ្នករងរបួសធ្ងន់ស្រាល92នាក់សរុប45ករណីរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ចំណែកនៅឆ្នាំ2024នេះវិញមិនទាន់ដឹងនៅឡើយសម្រាប់ខ្ញុំគឺមិនចង់មានតួលេខយកមកធ្វើអត្ថាធិប្បាយជាបន្តទៀតឡើយគឺមិនចង់ឲ្យមានអ្នកស្លាប់និងអ្នករងរបួសជាថ្មីទៀតទេក្នុងឆ្នាំថ្មីនេះតែវាមិនអាស្រ័យលើខ្ញុំថាចង់ឬមិនចង់នោះទេគឺវាអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នជាចាំបាច់ខ្ពស់បំផុតបងប្អូនជីវិតមនុស្សយើងមិនមែនស្លាប់វល់ល្ងាចហើយរស់មកវិញនោះទេគឺទៅបាត់ជារៀងរហូតចោលគ្រួសារពុកម៉ែបងប្អូនចោលមនុស្សជាទីស្រឡាញ់មិត្តភក្តិប្រុសស្រីហើយនឹងក្តីស្រមៃគោលដៅដែលចាំយើងអ្នកសម្រេចដូច្នេះត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាឲ្យបានខ្ពស់បំផុតជាបន្តខ្ញុំមាន3ចំណុចដូចខាងក្រោមដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលឆ្នាំថ្មីនេះទី1ត្រូវពិនិត្យមើលម៉ូតូឡានរបស់ខ្លួនឯងមុនចេញដំណើរទៅកន្លែងកម្សាន្តផ្សេងៗជាពិសេសម៉ូតូដែលងាយរងគ្រោះជាងគេត្រូវពិនិត្យមើលកង់មុខកង់ក្រោយតួម៉ាស៊ីនស៊ីផ្លេឬកន្លែងដំឡើងហ្គាជាពិសេសហ្វ្រាំងមុខនិងហ្វ្រាំងក្រោយពេលខ្លះជន់ហ្វ្រាំងមិនស៊ីរួចជ្រុលទៅបុកគេឯងនេះជាកត្តាតូចៗតែយើងមិនត្រូវមើលរំលងឡើយទី2មាន11ចំណុចត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួនជាបន្តសូមមើលរូបភាពទាំងនេះ1ហាមយានជំនិះគ្រប់ប្រភេទបត់ឆ្វេង2ហាមបត់ស្ដាំ3ហាមយានជំនិះគ្រប់ប្រភេទត្រឡប់ក្រោយ4ហាមចតចំពោះយានជំនិះគ្រប់ប្រភេទ5ហាមចូលចំពោះយានជំនិះគ្រប់ប្រភេទ6ផ្លូវបិទចំពោះយានយន្តគ្រប់ប្រភេទ7ហាមឈប់ចំពោះយានយន្តគ្រប់ប្រភេទ8អ្នកបើកបរនិងអ្នករួមដំណើរព្រមទាំងកុមារមានអាយុ3ឆ្នាំឡើងទៅមិនពាក់មួកសុវត្ថិភាពឬពាក់មួកមិនត្រូវតាមស្តង់ដារអន្តរជាតិឬពាក់មួកសុវត្ថិភាពដោយមិនដាក់កន្លឹះខ្សែក្រវ៉ាត់សុវត្ថិភាពការពិន័យអន្តរការត្រូវគិតតាមចំនួនជនល្មើសដែលបានប្រព្រឹត្តលើកលែងតែត្រីចក្រយានយន្តដែលមានដំបូលបិទជិតឬម៉ូតូតូចចក្រយានយន្តឬតូចចក្រយានយន្តសណ្ដោងឬម៉កត្រីចក្រយានយន្តឬម៉ូតូកង់4ត្រូវផាកពិន័យ 60,000 រៀលទី9ប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនងម៉ូតូកង់2កង់3កង់4ត្រូវផាកពិន័យ 80,000 រៀលរថយន្តធុនស្រាល 12,000 រៀលរថយន្តធុនធ្ងន់ 25,500 រៀលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមឬពណ៌ក្រហមភ្លឹមផ្លែតម៉ូតូកង់3កង់4ត្រូវពិន័យ 10,000 រៀលរថយន្តធុនស្រាល 15,000 រៀលរថយន្តធុនធ្ងន់ 30,000 រៀលទី10
នៅពេលបត់ឆ្វេងឬបត់ស្ដាំត្រូវឲ្យសញ្ញាយ៉ាងតិច20 ម៉ែត្រ 11 ចុងក្រោយគេសំខាន់ហើយធ្ងន់ធ្ងរជាងគេនោះគឺអ្នកបើកបរក្នុងស្ថានភាពស្រវឹងខ្លាំងមានអត្រាជាតិអាល់កុលចាប់ពី 0.40 មីលីក្រាម 1 លីត្រខ្យល់ឬចាប់ពី 0.80 ក្រាម 1 លីត្រខ្យល់ក្នុងករណីនេះត្រូវបញ្ឈប់ឲ្យបើកបរបន្តដំណើរទៅមុខទៀតនិងរថយន្តធុនស្រាលត្រូវពិន័យ 2 លានរៀលរថយន្តធុនធ្ងន់ត្រូវពិន័យ 4 លានរៀលបងប្អូនច្បាប់ចរាចរណ៍ផ្លូវគោកនេះខ្ញុំលើកយកមកបង្ហាញតែប្រមាណចំណុចប៉ុណ្ណោះនៅមានជាច្រើនចំណុចបន្ថែមទៀតហើយបើបងប្អូនចង់ដឹងកាន់តែច្បាស់ហើយលម្អិតជាងនេះបន្តិចទៀតនោះសូមបងប្អូនចូលទៅ page មួយនេះ page មានឈ្មោះថាច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមានផុសចំណេះដឹងសំខាន់ជាច្រើន ទី 3 ការលេងល្បែងកម្សាន្តសកម្មភាពខ្លះអាចធ្វើឲ្យគ្រោះថ្នាក់ផងដែរនៅពេលដែលភាគីខាងម៉ូតូកំពុងជិះលឿនរៀងលឿនភាគីអ្នកដែលចាំប៉ាន់ម្សៅឬចាំបាញ់ទឹកមិនត្រូវបាញ់ទឹកចំមុខអ្នកបើកបរទេពិសេសអ្នកកាន់ចង្កូតខាងមុខនឹងតែម្ដងហើយអ្នកបើកបរម៉ូតូក៏មានការប្រុងប្រយ័ត្នផងដែរបើដឹងថានៅខាងមុខមានគេចាំបាញ់ទឹកឬប៉ាត់ម្សៅតាមផ្លូវត្រូវបង្អង់ល្បឿនយឺតដើម្បីកុំឲ្យមានគ្រោះថ្នាក់ចំពោះខ្លួនឯងនិងអ្នកនៅតាមដងផ្លូវចំណុចគប្បីប្រយ័ត្នមួយទៀតគ្រឿងអលង្ការមានតម្លៃមិនគួរពាក់ទេទូរស័ព្ទកាបូបលុយបើអាចដាក់ក្នុងកែបម៉ូតូព្រោះដឹងស្រាប់ហើយថាបច្ចុប្បន្ននេះមានករណីចោរឆក់ចោរប្លន់ច្រើនណាស់ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំការចូលទៅគៀកមនុស្សដែលមិនដែលស្គាល់គ្នាបានដល់ងាយផងនោះពួកគេក៏ងាយធ្វើសកម្មភាពផងដែរចំណុចចុងក្រោយមួយទៀតប្រុសគ្នាយើងត្រឹមបានម្សៅឬលេងល្បែងកម្សាន្តផ្សេងៗសប្បាយយកមិនអស់ទៅហើយដូច្នេះកុំឆ្លៀតឱកាសនេះធ្វើអំពើដែលមិនគួរគប្បីទៅលើស្ត្រីអីស្ត្រីខ្លួនឯងត្រូវហ៊ាននិយាយហ៊ានក្នុងការការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់ខ្លួនឯងបងប្អូនទាំងគ្នាក្នុងឱកាសចូលឆ្នាំថ្មីនេះគេលេងល្បែងកម្សាន្តផ្សេងៗគេមិនសូវប្រកាន់ខឹងគ្នានោះទេតែសកម្មភាពខ្លះបើយើងលេងទៅវាជួសហួសហេតុពេកក៏ពិបាកទទួលយកដែរជាពិសេសវាផ្ដល់គំរូមិនល្អទៅដល់បងប្អូនយើងជំនាន់ក្រោយថែមទៀតដូច្នេះសូមមានការប្រុងប្រយ័ត្នហើយនិងគោរពសិទ្ធិគ្នាទៅវិញទៅមកជាចុងក្រោយសូមជូនពរបងប្អូនទាំងអស់គ្នាក្នុងឱកាសចូលឆ្នាំថ្មីនេះសូមឲ្យជួបតែសំណាងល្អសុខភាពល្អនិងមានការប្រុងប្រយ័ត្នចំពោះខ្លួនឯងឲ្យបានខ្ពស់បំផុតសូមអរគុណ